សូមប្រកេននឹងជូនកម្រងវីដេអូខ្លីបង្ហាញអំពីទេសភាពវាលស្រែនិងវត្តទួលប្រាសាទរដូវកាលដើមឆ្នាំបន្ទាប់អំពីភ្លៀងធ្លាក់ស្លឹកឈើនិងរុក្ខជាតិពោរពេញទៅដោយពណ៌បៃតងចំណែកផ្លូវចូលក៏ច្រំបន្តិចដែរជាងទិដ្ឋភាពទាំងនេះគឺជាទិដ្ឋភាពជាក់ស្ដែងនៃវត្តទួលប្រាសាទទាំងមូលដែលជាទីឋានកំណើតរបស់ខ្ញុំប្រកាសណាអាត្មាភាពនេះគឺជាកុដិព្រះសង្ឃដែលចំណែកខាងនេះគឺព្រះវិហារដែលចុះសមាយូរឆ្នាំដែរហើយចំណែកនេះគឺជាហោត្រាចាស់ហៅថាកុដិចាស់អានេះជាប្រាសាទហើយនឹងស្រះទឹកដែលជាសមិទ្ធផលថ្មីទៅតែសម្ពោធកន្លងទៅថ្មីនេះចំណែកខាងក្រោយនេះទិដ្ឋភាពវាលស្រែនៅខាងក្រោយជុំវិញនេះគឺសុទ្ធសឹងតែវាលស្រែទាំងអស់កន្លែងទៅទិសណាក៏មានភ្នំដែរខាងលិចខាងកើតខាងជើងខាងត្បូងតែទិដ្ឋភាពនេះគឺនៅខាងកើតវត្តវីដេអូនេះមានតែប៉ុណ្ណេះឯងសូមអរព្រគុណនិងអរគុណ